ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបាទឈ្មោះមុនសំណាងជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនបូទីកាថ្ងៃនេះផងដែរខ្ញុំជាមួយនឹងក្រុមការងារបច្ចេកទេសជំរាបទឹកចុះមកធ្វើប៉ាន់ជំរាបទឹកនៅការដ្ឋានមួយកន្លែងនៅលើផ្លូវ51តាក់ទងនឹងផលិតផលដែលយើងយកមកធ្វើប៉ាន់ថ្ងៃនេះគឺប្រភេទបូទីកា Bosco តាក់ទងជាមួយនឹងបច្ចេកទេសនៃការធ្វើជំរាបទឹកប្រភេទបូទីកា Bosco នៅតាមបន្ទប់ទឹកនេះដំបូងឡើយគឺយើងសម្អាតផ្ទៃឲ្យស្អាតហើយបន្ទាប់មកទៀតគឺយើងធ្វើកែងជារាងសតបជ័យហើយនឹងផ្សាំផ្ទៃដែលត្រូវលាបប្រភេទបូទីកា Bosco ហ្នឹងឲ្យសើមទៅតាមបច្ចេកទេសនៃការលាបប្រភេទបូទីកា Bosco ហ្នឹងដំបូងឡើយគឺយើងចាក់ទឹកកៅចូលទៅក្នុងធុងហើយបន្ទាប់មកទៀតគឺយើងចាក់ម្សៅបណ្ដើកូរបណ្ដើយើងកូរឲ្យសព្វហើយយើងទុករយៈពេល5នាទីបាទ5នាទីហើយបន្ទាប់មកគឺយើងកូរម្ដងទៀតហើយបានយើងយកទៅលាបនៅលើផ្ទៃជាក់ស្ដែងដំបូងឡើយគឺយើងលាបទឹកទី1ហ្នឹងគឺយើងលាបទឹកតឹងបាទតឹងនៃផ្ទៃហើយទឹកទី2គឺយើងលាបបណ្ដោយបាទហើយយើងលាបឡើងជើងជាងហើយយើងលាបចំនួន2ទឹកលាបទឹកទី1គឺទុកឲ្យស្ងួតរយៈពេល2ទៅ3ម៉ោងបាទបន្ទាប់មកទៀតគឺយើងលាបទឹកទី2យើងទុកឲ្យស្ងួតរយៈពេល24ម៉ោងយើងអាចតេស្តទឹកឬក៏រៀបការ៉ូពីលើបានសម្រាប់ពុកម៉ែបងប្អូនដែលចង់ឃើញពីគុណភាពផលិតផលរបស់ក្រុមហ៊ុនបូទីកានិងចង់ដឹងពីបច្ចេកទេសរបស់ក្រុមហ៊ុនខ្ញុំជាមួយនឹងក្រុមការងារបច្ចេកទេសចុះទៅធ្វើប៉ាន់ជូនពុកម៉ែបងប្អូនជាក់ស្ដែងដល់ការដ្ឋានបាទសូមអរគុណ បូទីកាយើងរួមគ្នាកសាង